ការងាររកស៊ីក៏ល្អលុយគេក៏មានច្រើនហើយមើមីហែពាក់ឆែកពេញខ្លួនមិនមែនដូចអ្នកខ្លះទេរកស៊ីមកជីវិតហើយមើលទៅដូចជាគ្មានអីផងអូណែយើងចូលចិត្តនិយាយត្រង់កុំគិតច្រើនពេកណាប្រយ័ត្នឡើងឈាមណែអារបស់ខ្លះហើយវាសំខាន់ជាអាមាសលឿងនឹងទៅទៀតទុកឲ្យអ្នកជំនាញគេលបអត់ព័ត៌មានជូនហ្មងទៅឯងចាំបាច់ពីបេតងស្អីបើឈឺកាត់មាសម្ដុំមើលជំងឺទៅចុះបើឈឺធ្ងន់បងគិតថាមាសប៉ុណ្ណឹងមើលជំងឺគ្រាន់ដែរលក់ដីម្ដុំទៅដីផ្ទះសិតតែជាទ្រព្យសម្បត្តិការចេញពីកម្លាំងញើសឈាមខ្លួនឯងខំសំរាប់ឆ្នាំលក់អស់មើលជំងឺដូចមិនសមតម្លៃបងមួយទៀតបងគិតថាប្រកាសលក់ភ្លាមគេទិញភ្លាមមែនបងគិតថាការពជាពេលការព្យាបាលហ្នឹងអាចចាំរហូតដល់លក់ដីបានណោះដកប្រាក់អន្សំពីធនាគារអត់ស្ដាយទេបងខំសំរាប់ឆ្នាំដកមើលជំងឺអស់លីធនាគាររ៉ាប់រងជួយបានមែនជួយបានតាបងឧទាហរណ៍ថាបងទិញកញ្ចប់ធានារ៉ាប់រងគេ$50000ពេលពេទ្យពិនិត្យឃើញថាបងឈឺធ្ងន់ធ្ងរដំណាក់កាលដំបូងខាងធានារ៉ាប់រងគេចេញសង50%ស្មើនឹង$25000តែបើពិនិត្យទៅឃើញថាបងឈឺដំណាក់កាលចុងក្រោយគេចេញ100%ស្មើនឹង$50000ហ្មងធម្មតាសោះគាត់តែទិញធានារ៉ាប់រងក៏អួតដែរគេទិញសម្រាប់មនុស្សមកគ្រួសារមិនលំទេណានាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិងសុខភាព AIA Cambodia AIA ជីវិតមួយសុខភាពមួយចាប់ផ្ដើមពីសុខភាពល្អ